បាទជំរាបសួរបាទខ្ញុំបាទឈ្មោះដុល្លារបាទថ្ងៃនេះខ្ញុំនឹងមកចែកកម្លែកទាក់ទងនឹងការប្រើប្រាស់ iPhone បាទគឺវីដេអូនេះគឺសម្រាប់អ្នកដែលបងប្អូនដែលទើបតែប្រើ iPhone ដំបូងគឺបញ្ហាដែលខ្ញុំជួបហ្នឹងគឺពេលដែលយើងចង់បិទ iPhone បាទពេលយើងចង់ឲ្យវាមាន silent ដូច Android គឺវាមានតែពីរនេះបងប្អូនឃើញវាមានតែញ័រ silent mode នេះ off ហើយជាមួយនឹង silent mode on អញ្ចឹងទោះបីជាបងប្អូនបិទអាហ្នឹង off ក៏ដោយប៉ុន្តែពេលដែលមាន notification មានអីមកគឺនៅតែ load ញ័របាទទូរស័ព្ទវានៅញ័រមិនខានបងប្អូនដដែលអញ្ចឹងបើសិនជាបងប្អូនចង់បិទកុំឲ្យទូរស័ព្ទហ្នឹងពេលយើងទទួល notification ទៅវាញ័រវាអីអញ្ចឹងបងប្អូនចូលមកកន្លែងនេះអញ្ចឹងណាបងប្អូនអាចចូលមកកន្លែងនេះបងប្អូនคลิกម្ដុំហ្នឹងមកសំទោសបងប្អូនคลิกកន្លែង focus នេះអញ្ចឹងបងប្អូនឃើញ sleep ឃើញ personal ឃើញ work ឃើញ reduce interrupt នេះបងប្អូន click do not disturb បាទអញ្ចឹងពេលដែលបងប្អូន click do not disturb ហ្នឹងទៅគឺពេលដែលមាន notification ឬក៏អីគឺវាលែងញ័រវាលែងរំខានយើងហើយអញ្ចឹងណាអញ្ចឹងវាស្ងាត់រហូតអញ្ចឹងតោះតែបងប្អូនចូលមកកន្លែងហ្នឹងហើយ turn កន្លែង do not disturb ហ្នឹង off វិញអញ្ចឹងបានបងប្អូនទទួល notification ឬក៏អីបានតាមធម្មតាអញ្ចឹងណាអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺខ្ញុំមានប៉ុណ្ណឹងបាទអរគុណ